អូខេសួស្តីបងប្អូនគ្នាយើងបាទវីដេអូនេះខ្ញុំសូមបង្ហាញពីរបៀបបញ្ចូលលុយចូលទៅក្នុង account PassApp របស់យើងតាមរយៈធនាគារ ABA បាទវាស្រួលវាលឿនហើយវាសុវត្ថិភាពអូខេអញ្ចឹងសម្រាប់បងប្អូនដែលអត់ទាន់ចេះបាទអាចចូលមកមើលវីដេអូរបស់ខ្ញុំមួយនេះហើយធ្វើតាមខ្ញុំទៅគឺបងប្អូនអាចនឹងចេះបញ្ចូលលុយចូលទៅក្នុង account PassApp របស់យើងតាមរយៈធនាគារ ABA ហើយបាទអញ្ចឹងដំបូងមកបងប្អូនចូលមកក្នុងកម្មវិធីធនាគារ ABA នៅក្នុងទូរស័ព្ទរបស់យើងបន្ទាប់មកបងប្អូនរកមើលពាក្យមួយដែលគេដាក់ថាទូទាត់ប្រាក់បាទចុចកន្លែងហ្នឹងមកបាទនេះវាទាមទារយើងវាយលេខកូដបងប្អូនវាយលេខកូដចូលទៅបាទបន្ទាប់មកគឺបងប្អូនទាំងអស់គ្នាអូសឡើងលើបាទអូសឡើងលើទៅបងប្អូននឹងឃើញពាក្យមួយគេដាក់ថាថ្លៃសេវាថ្លៃសមាជិកនិងសេវាប្រចាំថ្ងៃបងប្អូនចុចចូលកន្លែងហ្នឹងមកបាទបន្ទាប់មកបងប្អូនអូសឡើងលើទៀតបាទអូសឡើងលើទៀតយើងទៅរកមើលពាក្យថា PassApp ព្រោះយើងត្រូវការបញ្ចូលលុយក្នុង PassApp បាទនេះឃើញហើយ PassApp អញ្ចឹងយើងចុចលើ PassApp ហ្នឹងមកបាទអូខេអញ្ចឹងមកដល់ត្រង់ចំណុចនេះកន្លែងគេដាក់ថាលេខសម្គាល់អ្នកបើកបរអញ្ចឹងកន្លែងហ្នឹងសំខាន់ណាបងប្អូនយកលេខទូរស័ព្ទណាទៅភ្ជាប់ app PassApp បាទគឺបងប្អូនត្រូវតែដាក់លេខទូរស័ព្ទហ្នឹងចូលទៅក្នុងកន្លែងហ្នឹងណាអានេះកន្លែងនេះមិនមែនលេខកូដនៅខាងមុខកង់3របស់យើងលេខកូដ P123 ណាត្រង់ចំណុចនេះគឺជាលេខទូរស័ព្ទដែលយើងយកទៅភ្ជាប់ជាមួយនឹងក្រុមហ៊ុន PassApp អញ្ចឹងខ្ញុំសូមវាយលេខទូរស័ព្ទរបស់ខ្ញុំបញ្ចូលបាទអញ្ចឹងពេលដែលខ្ញុំវាយហើយបងប្អូននេះអូសឡើងលើមកបាទអូសឡើងលើមួយទៀតមកបងប្អូនចុចចូលនៅកន្លែងដែលគេដាក់ថាចំនួនទឹកប្រាក់បាទយើងអាចបញ្ចូលបានចាប់ពី 4000 ឡើងទៅអញ្ចឹងបើក្រោមពី 4000 គេអត់ឲ្យយើងបញ្ចូលទេណាបងប្អូនបាទអញ្ចឹងយើងឥឡូវខ្ញុំធ្វើការដាក់ 4000 សិនដើម្បីបង្ហាញឲ្យបងប្អូនយើងបានឃើញបាទឥឡូវគឺខ្ញុំបញ្ចូល 4000 បាទឥឡូវខ្ញុំចុចបង់អូខេវាកំពុងដំណើរការនេះគឺចូលជ័យហើយខ្ញុំបានបញ្ចូលលុយចូលទៅក្នុង account PassApp របស់ខ្ញុំបាទ 4000 អញ្ចឹងចូលទៅមើលក្នុង account PassApp ជាមួយរបស់ខ្ញុំទាំងអស់គ្នាមកបាទយើងចុចមើលកន្លែងនេះបងប្អូនបាទមិញខ្ញុំបាញ់ទៅ 10000 រួចម្ដងហើយឥឡូវខ្ញុំបាញ់ម្ដងទៀត 4000 ទៀតអញ្ចឹងវា 14000 អញ្ចឹងបងប្អូនឃើញថាយើងបាញ់លុយភ្លាមគឺចូលភ្លាមអត់ត្រង់ចាំយូរដោយការដែលយើងដាក់លុយជាមួយនឹង Wing ទេបាទអញ្ចឹងខ្ញុំបិទ online ហើយអញ្ចឹងឥឡូវយើងបញ្ចូលលុយបានរួចរាល់ហើយក៏ប៉ុន្តែបើសិនជាបងប្អូនត្រូវបញ្ចូលវគ្គក្រោយទៀតច្បាស់ជាត្រូវចុចអញ៉ៃពីរដងទៀតអញ្ចឹងខ្ញុំមានវិធីសាស្ត្រមួយដើម្បីកុំឲ្យបងប្អូនយើងពិបាកនៅក្នុងការបញ្ចូលលុយវគ្គក្រោយបាទបងប្អូនយើងក៏លេខមកមើលខាងក្រោមកម្មវិធី ABA បងប្អូននឹងឃើញដែលគេដាក់ថាគំរូទូទាត់ប្រចាំថ្ងៃបងប្អូនចុចមកកន្លែងហ្នឹងមួយបាទយើងវាយលេខកូដបញ្ចូលសិនបន្ទាប់មកបងប្អូនឃើញថាអត់ទាន់មានអីទាំងអស់បាទអត់ទាន់មានអីទាំងអស់អញ្ចឹងហើយយើងចុចសញ្ញាបូកមួយបាទនៅពេលចុចសញ្ញាបូកគេឲ្យយើងជ្រើសរើសសេវាកម្មបងប្អូនចុចតាមនឹងមកបាទហើយយើងអូសរោមើលដាក់នេះថ្លៃសមាជិកនិងសេវាប្រចាំថ្ងៃបងប្អូនចុចកន្លែងនឹងមួយបាទបន្ទាប់មកគេឲ្យយើងរើសទៀតដែរអញ្ចឹងបងប្អូនអូសដើម្បីរោមើលពាក្យថា PassApp បាទបងប្អូនរើសមកបងប្អូននឹងឃើញពាក្យថា PassApp បាទនេះ PassApp បងប្អូនចុចកន្លែងនឹងមួយទៀតបាទអូខេអញ្ចឹងបន្ទាប់មកគេឲ្យបងប្អូនទាំងអស់គ្នាបញ្ចូលលេខសម្គាល់អ្នកបើកបរគឺបញ្ចូលលេខទូរស័ព្ទរបស់យើងដែលបានដាក់បញ្ចូលលុយមុនហ្នឹងហើយបាទអញ្ចឹងខ្ញុំវាយលេខទូរស័ព្ទរបស់ខ្ញុំបញ្ចូលមកបាទអូខេអញ្ចឹងនៅពេលដែលខ្ញុំវាយលេខទូរស័ព្ទសម្គាល់អ្នកបើកបរលេខសម្គាល់អ្នកបើកបររបស់ខ្ញុំរួចហើយអាកន្លែងខាងក្រោមគេនេះបាទឈ្មោះកន្លែងនេះខ្ញុំដាក់ថាPassApp បាទខ្ញុំដាក់ថា PassApp អូខេអញ្ចឹងអានេះខ្ញុំបង្កើតផ្លូវកាត់សម្រាប់បញ្ចូលលុយរួចហើយអញ្ចឹងនៅពេលដែលបំពេញរួចរាល់អស់ហើយបងប្អូនចុចបង្កើតមកបាទវាទាមទារឲ្យខ្ញុំនេះធ្វើតាមវាមកបាទហើយអូហើយយើងវាបញ្ចូលលេខកូដបាទបន្ទាប់មកវាឲ្យខ្ញុំ scan មុខអូខេខ្ញុំសូមធ្វើការ scan មុខសិន scan ឆែកជាប់អូខេជាប់គឺរួចរាល់ហើយបាទអញ្ចឹងបងប្អូនចុចថយក្រោយមួយសិនបាទអញ្ចឹងនៅពេលដែលវគ្គក្រោយបងប្អូនទាំងអស់គ្នាត្រូវការបញ្ចូលលុយទៅក្នុង account PassApp របស់យើងមិនបាច់ចុចទៅអាកន្លែងទូទាត់លុយអីនេះទៀតទេញ៉ៃបងប្អូនចុចចូលត្រឹមតែកន្លែងដែលនៅខាងក្រោមគេដែលគេដាក់ថាគំរូទូទាត់ប្រចាំថ្ងៃនេះចុចតែកន្លែងហ្នឹងមកចុចលើ PassApp ហ្នឹងមកបាទហើយចុចចំនួនទឹកប្រាក់មកហើយអូខេនេះគឺជាផ្លូវកាត់មួយដែលងាយស្រួលក្នុងការដាក់លុយចូលទៅក្នុងកម្មវិធីអ្នកបើកបររបស់ក្រុមហ៊ុន PassApp អូខេអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនមានចម្ងល់អីអាចឆាតមក Telegram របស់ខ្ញុំផ្ទាល់ខ្ញុំនឹងដាក់នៅខាងក្រោមវីដេអូរបស់ខ្ញុំមួយនេះអូខេវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេឯងអរគុណច្រើនជួបខ្ញុំនៅក្នុងវីដេអូក្រោយទៀត